បាទជំរាបសួរពុកម៉ែបងប្អូនរីករាយថ្ងៃចុងសប្តាហ៍ហើយក៏រីករាយមកកាន់ការជិះកង់ដើរមើលប្រាសាទនៅទឹកដីអង្គរសម្រាប់សប្តាហ៍នេះគឺយើងបានកាន់តែឆ្ងាយពុកម៉ែបងប្អូនយើងឆ្វាយត្រឹមខ្លងទ្វារតាកែវនិងខ្លងទ្វារខ្មោចពុកម៉ែបងប្អូនសារសប្តាហ៍នេះយើងអត់មានគោលដៅវីដេអូនេះយើងចេញក្រោយចាប់ពីចេញខ្លងទ្វារតាកែវបងប្អូនឥឡូវយើងគោលដៅយើងគឺមកខ្លងទ្វារខ្មោចបងប្អូនតែជិះដល់នេះគឺយើងចូលមើលប្រាសាទតាតុបបន្តិចបងប្អូនក្រោយពីមើលប្រាសាទតុបហើយគឺយើងបន្តដំណើរទៅខ្លងទ្វារខ្មោចឥឡូវយើងមកដល់ហើយបងប្អូននេះគឺប្រាសាទតាតុបនៅទិសខាងកើតបងប្អូនប្រាសាទនេះទូចហើយលាក់ខ្លួននៅក្នុងបងប្អូនក្រោយពីទស្សនាចប់គឺយើងបន្តដំណើរទៅខ្លងទ្វារខ្មោចគោលដៅរបស់យើងចុងក្រោយបងប្អូនមួយខ្លងទ្វារខ្មោចនេះគឺខ្ញុំអត់ដែលបានមកទស្សនាពេលដែលមកគឺខ្វៀងរហូតហើយតែមួយម្នាក់ឯងមកស្ងាត់ក៏យើងអត់សូវហ៊ានជិះមកថ្ងៃនេះបានមានវិស័យជួបមេតាមផ្លូវមេនាំមកបណ្ដោយបងប្អូនយើងក៏បានរួមដំណើរមកមើលទាំងអស់គ្នាមួយគាត់ហើយយើងមានផែនការដែរសម្រាប់សប្តាហ៍ក្រោយតែគោលដៅអត់ដឹងច្បាស់បងតែណាត់គ្នាហើយនឹងបងប្អូនខ្ញុំចង់និយាយមុនពុកម៉ែបងប្អូនតិចសម្រាប់អ្នកដែលមកលេងសៀមរាបមុនពេលពី13ថ្ងៃខ្ញុំនិយាយជាមួយបងប្អូនមកទស្សនានៅដោយការជិះកង់បងកង់ថ្ងៃពេលមួយថ្ងៃជិះកង់នៅទឹកដីអង្គរពេលព្រឹកវាស្រស់ស្រាយបងប្អូនឥឡូវយើងបានមកដល់ហើយបងប្អូននេះគឺខ្លងទ្វារខ្មោចបងប្អូនយើងจะได้ស្រង់ទុកកង់ស្រួលដួលចឹងបងប្អូនយើងតាមទៅទស្សនារបស់ខ្ញុំបាទ stop ឥឡូវសម្រាប់ខ្លងទ្វារទាំង5ដែលនៅសានគោវត្តនេះគឺយើងបានទស្សនាគ្រប់ចំនួនអស់ហើយបងប្អូនហើយយើងឃើញថាខ្លងទ្វារដែលស្អាតជាងគេនោះគឺមានខ្លងទ្វារទន្លេអ៊ុំនិងខ្លងទ្វារដីឆ្នាំងបងប្អូនហើយចំពោះខ្លងទ្វារដែលធ្វើឲ្យយើងព្រឺព្រួចជាងគេបងប្អូនគឺខ្លងទ្វារដែលយើងកំពុងតែទស្សនានេះបងប្អូនពេលដែលមកទស្សនាម្ដងគឺមានអារម្មណ៍ព្រឺព្រួចមែនទែនអញ្ចឹងបងប្អូនចង់ដឹងកាន់តែច្បាស់ស្រែស្រង់ដាក់ច្បាប់ប្រើមកបងប្អូនដើម្បីមកទស្សនានៅខ្លងទ្វារដែលព្រឺព្រួចមួយនេះបើពុកម៉ែបងប្អូនអត់ស្គាល់ទេចាំខមមិនខាងក្រោមមកខ្ញុំជូនមកពុកម៉ែបងប្អូនឲ្យតែចំថ្ងៃខ្ញុំទៅនេះឥឡូវការទស្សនារបស់យើងគឺចប់តែត្រឹមនេះពុកម៉ែបងប្អូនគឺដល់ពេលវេលាដែលយើងត្រូវត្រឡប់ទៅផ្ទះវិញហើយមួយថ្ងៃនេះមេធំឲ្យតែមកព្រឹកឯងពុកម៉ែបងប្អូនអើយអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយពុកម៉ែបងប្អូន